đây nè cái video này nhôm bà hai bị cả đại adminประธานចូលទៅកាន់ page របស់យើងណាអញ្ចឹងខ្ញុំឧទាហរណ៍ថានេះគឺជា page ដែលយើងចង់បន្ថែម admin ជាទូទៅពេលដែលយើងយក account Facebook មួយបង្កើត page គឺ account Facebook ដែលបង្កើត page ហ្នឹងគឺជា admin ឯងអញ្ចឹងក្នុងករណីដែល page របស់យើងឡើងមាន follower មានអីយើងគួរតែបន្ថែម admin អញ្ចឹងណាជាទូទៅ page ថ្មីខ្ញុំអត់ដាក់ admin 2ទេខ្ញុំដាក់តែមួយទេលើកឡើងតែករណីដែល page នឹងយើងផុសមួយរយៈទៅវាផ្ទុះអញ្ចឹងទៅអាហ្នឹងយើងត្រូវបន្ថែម admin ហើយរបៀបនៃការបន្ថែម admin ចូលមកកាន់ professional dashboard មកហើយ tool បន្ទាប់មកយើងខពាក្យថា page access ប៉ុន្តែ Facebook មួយចំនួនគឺវា update ទៅ UI ថ្មីវាអាចខុសគ្នាតិចតួចអ្វីដែលសំខាន់គឺអ្នកនរគ្នារកកន្លែង page access ហ្នឹងមកហើយយើងចុច add new admin មកហើយយើងចុច next បន្តទៀតបន្ទាប់មកយើងធ្វើការដាក់ UID admin មួយទៀតដែលយើងចង់ធ្វើការបន្ថែមចូលទៅកាន់ page របស់យើងអញ្ចឹងសម្រាប់ admin មួយទៀតគឺយើងធ្វើការបំពេញ UID ទៅដើម្បីមិនងាយខុសចំពោះ admin ដែលយើងចង់ដាក់អញ្ចឹងណាអញ្ចឹងយើងវាយឲ្យតែវាយ UID នឹងត្រូវគឺជា account ដែលយើងចង់បន្ថែមហើយយើងបើក full access មកបន្ទាប់មកយើងដាក់ password មកដាក់ password ហើយវានឹងទាកូដទៅ admin មួយចំនួនគឺវាទាកូដពី email អញ្ចឹងណាអញ្ចឹងយើងត្រូវដាក់កូដពី email ដើម្បី complete ជាមួយនឹង process មួយហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់បន្តិចគឺយើងគួរតែដាក់ UID admin ទី2ដែលយើងចង់បន្ថែមទៅដើម្បីកុំឲ្យខុសបើសិនបើយើង search តាមឈ្មោះអីវាយូរអញ្ចឹងណាអញ្ចឹងពេលដែលយើង add ហើយវា load បែបនេះអញ្ចឹងវាត្រូវការឲ្យ admin ទី2ហ្នឹង confirm ថាទទួលយកការ invite ធ្វើជា admin អញ្ចឹងយើងចូល LD មួយទៀតមកវានឹង load កន្លែង notification ហ្នឹងហើយយើងកន្លែងចុចកន្លែង review invite ហ្នឹងហើយយើងចុច accept មកចុច accept ហើយយើង switch ទៅ page ហ្នឹងមួយទៅនេះយើង switch ទៅគឺមានន័យថា admin ទី2ហ្នឹងគឺមានតួនាទីកាន់ page ហ្នឹងដែរហើយអញ្ចឹងយើងចូលមកកាន់ admin ទី1យើង page accept ដល់ទៀតឃើញវាលែងចេញអក្សរក្រហមនៅខាងក្រោមហ្នឹងហើយអញ្ចឹងមានន័យថា page ហ្នឹងគឺមាន admin 2ក្នុងករណី admin មួយខូចយើងនឹងសាក admin មួយទៀតដែរដូចខ្ញុំបាននិយាយពីដើមអញ្ចឹងជាទូទៅ page ថ្មីខ្ញុំដាក់តែមួយទេកុំឲ្យខាត account Facebook អញ្ចឹងណាលើកលែងតែ page ហ្នឹងយើងផុសផ្ទុះមាន follower ច្រើនគឺយើងគួរតែបន្ថែម admin លើសពី2ទៅដោយសារតែជិះវៀងករណី account របស់យើងខូចបន្តមកទៀតខ្ញុំបង្ហាញពីរបៀបលុប page ក្នុងករណីដែល page យើងផុសយូរហើយមិនទទួលបាន follower យើងផុស 5-600 វីដេអូឬក៏1000វីដេអូអីចឹងណាប៉ុន្តែបើសិនបើអ្នកនរគ្នាចង់ទុក page ហ្នឹងក៏ទុកទៅប៉ុន្តែ page ខ្លះខ្ញុំផុសយូរទៅវាអត់ផ្ទុះខ្ញុំលុបចោលចឹងណាដើម្បីកុំឲ្យខាតបើសិនក្នុងករណីយើងមាន admin តិចចំពោះការលុប page យើងចូលទៅកាន់ setting page ហ្នឹងមកហើយយើង scroll មកក្រោមយើងយកកន្លែងពាក្យថា access control ហើយវាមាន3 option អញ្ចឹងយើងយក delete តែម្ដងទៅមិន unpublic ទេដោយសារ page ហ្នឹងគឺយើងមានគោលបំណងក្នុងការបោះចោលអញ្ចឹងណាអញ្ចឹងយើងដាក់ password មកយើង confirm ទៅគឺ page ហ្នឹងគឺយើងបានលុបហើយប៉ុន្តែចំពោះការលុបនេះក៏វាទុករយៈពេលយើង30ថ្ងៃដែរក្នុងករណីយើងចង់យកមកវិញអញ្ចឹងណាអញ្ចឹងបើលើស30ថ្ងៃគឺ page ហ្នឹងគឺវាបាត់ហើយអញ្ចឹងវីដេអូនេះគ្រាន់តែបង្ហាញពីការបន្ថែម admin និងលុប page ទេអរគុណ